Sustain អ្នកនរគ្នា It's me សុខជាតិ I'm your non-binary queer fairy អបអរសាទរថ្ងៃអន្តរជាតិនៃអ្នកបដូរ gender ឬក៏ International Transgender Day of Visibility ពីតថ្ងៃនេះដែរខ្ញុំមករំលឹកអ្នកនរគ្នាថាសិទ្ធិរបស់អ្នកបដូរ gender ក៏ជាសិទ្ធិមនុស្សដូចគ្នាអ្នកបដូរ gender ក៏ជាមនុស្សដូចគេដែរដូចគ្នាហើយអ្នកបដូរ gender គឺមានតាំងពីយូរហើយរហូតមកដល់ឥឡូវហ្នឹងអ្នកបដូរ gender គឺជាមនុស្សពិតមិនមែនកន្លៃឬក៏លាយ plastic ទេអ្នកបដូរ gender គឺជាមនុស្សសុទ្ធទាំងមូលដែលមានសាច់មានឈាមដូចយើងទាំងអស់គ្នាអញ្ចឹងតែពួកគាត់មិនលាយប្រាក់លាយស្ពាន់លាយដៃអីទេតែខ្ញុំនិយាយពីទាំងអស់ហ្នឹងគឺមកពីមនុស្សមួយចំនួនតែងតែហៅអ្នកបដូរ gender ថាស្រីឬក៏ប្រុសមិនចំស្រីមិនសុទ្ធស្រីមិនពិតមនុស្សប្រុសមិនពិតអញ្ចឹងពួកយើងទាំងអស់គ្នាចូលហៅពួកគាត់ថាអ្នកបដូរ gender អ្នកបដូរ gender គឺជាពាក្យមួយដែលស័ក្តិសមដែលសមរម្យបំផុតដែលក្នុងសហគមន៍ពួកយើងតែងតែប្រើប្រាស់ជាផ្លូវការចឹងហើយពួកយើងទាំងអស់គ្នាចូលហៅពួកគាត់ថាអ្នកបដូរ gender ដោយការគោរពផងពួកយើងទាំងអស់គ្នាគឺជាមនុស្សដូចគ្នា